តែអ្នកដឹងទេហេតុអ្វីបានជាកម្ពុជាកីឡាករបាល់ទាត់ដែលមានលុយវាស់លានដុល្លារលោក Cristiano Ronaldo នៅតែរស់នៅជាមួយអ្នកម្ដាយបើទោះបីជាគាត់មានមិត្តស្រីដ៏ស្រស់ស្អាតក៏ដោយកាលពីឆ្នាំ2015អតីតមិត្តស្រីរបស់គាត់គឺនាង Irina Shayk បានបង្ខំឲ្យ Ronaldo ជ្រើសរើសរវាងនាងហើយនិងម្ដាយរបស់គាត់ប៉ុន្តែ Ronaldo បានឆ្លើយតបទៅវិញយ៉ាងដាច់អហង្ការថាខ្ញុំគ្មានថ្ងៃបោះបង់ម្ដាយរបស់ខ្ញុំដើម្បីស្រីណាឡើយនៅពេលដែលមានគេសួរថាហេតុអ្វីបានជាមិនទិញផ្ទះដាច់ដោយឡែកឲ្យម្ដាយនៅ Ronaldo បាននិយាយទាំងទឹកភ្នែកថាកាលពីខ្ញុំនៅទូចម្ដាយខ្ញុំសុខចិត្តដេកអត់បាយដើម្បីឲ្យខ្ញុំមានអាហារញ៉ាំគាត់ធ្វើការ7ថ្ងៃក្នុងមួយសប្តាហ៍និងសម្អាតផ្ទះគេនៅពេលយប់ដើម្បីតែរកលុយទិញស្បែកជើងបាល់ទាត់ឲ្យខ្ញុំលេងតែប៉ុណ្ណោះចុងក្រោយ Ronaldo បានបញ្ជាក់ថារាល់ភាពជោគជ័យរបស់ខ្ញុំគឺដើម្បីគាត់ដូច្នេះដរាបណាគាត់នៅមានជីវិតគាត់ត្រូវតែរស់នៅក្បែរខ្ញុំរហូតចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះទឹកចិត្តតបស្នងសងគុណរបស់កម្ពុជាកីឡាកររូបនេះកុំភ្លេច comment and follow for more